ព្រៃមិនតាមដានបាក់សៃកលាប៉ុในថ្ងៃនេះយើងមានប្រធានបទមួយជាទស្សនៈទានយើងក៏បីជជែកពិភាក្សាគ្នាក្រោមប្រធានបទបើចង់អភិវឌ្ឍលឿនកុំសុំប្រធានបទនោះខ្ញុំចាប់អារម្មណ៍គាត់និយាយលេងប៉ុន្តែខ្ញុំសុំគាត់ធ្វើជាប្រធានបទដោយសារទស្សនៈទានគាត់ល្អជួបជាមួយនឹងលោកថាំងលោកជុនថាំងបាទលោកថាំងបើយើងចង់មានការអភិវឌ្ឍកុំសុំអាហ្នឹងយើងបដោតយ៉ាងម៉េចបាទទៅលើវិស័យបាទគឺបដោតទៅលើរបស់ដែលយើងសុំគេគឺយើងអត់អាចបានបេះដូងគេទេចា៎បាទយើងត្រូវបើចង់កុំឲ្យខាតពេលវេលានិងអភិវឌ្ឍទៅលឿនឲ្យតាន់គេគឺផ្ដើមដែលហ៊ានការចុះទុនបាទធម្មតាតែយើងទៅសុំគេគឺគេមិនឲ្យបេះដូងគេមិនឲ្យរបស់ល្អមកយើងទេហើយយើងនឹងខាតពេលវេលាបាទយើងសុំគេសុំអីសុំមន់បាទមន់ណាបងសុំមកគូមកគេនឹងចាប់របៀបលេខ2លេខ3ឲ្យមកយើងគេមិនបានឲ្យលេខ1របស់គេមកយើងទេបាទព្រោះលេខ1របស់គេនឹងមិនគ្រប់លក់ផងបាទអញ្ចឹងបងប្អូនតាក់ទងជាមួយនឹងការអភិវឌ្ឍការធ្វើឲ្យមានភាពរីកចម្រើនសម្រាប់វិស័យប្រកាសគប្បីកុំសុំយើងកុំប្រើថាងស្គាល់គ្នាមានបេះដូងជាមួយគ្នាទៅសុំគេអាងរាប់អានមិត្តភាពអាហ្នឹងជារឿងមួយដែលមិនគប្បីហើយរឿងមួយខាត់ពេលគឺនៅត្រង់ថាគេមិនអាចឲ្យអារបស់ពិសេសរបស់គេមកឲ្យយើងបានទេលក្ខណៈបើយើងមិនមានគុណបំណាច់ធំធេងទៅលើគេអានេះជារឿងមួយដែលគួរចាប់អារម្មណ៍ដែរមែនតើទៀតតកតងជាមួយនឹងការអភិវឌ្ឍឲ្យរីកចម្រើនចុះទុនយ៉ាងម៉េចដើម្បីឲ្យរីកចម្រើនបានខ្ញុំអ្នកនិយាយទៀតមែនអត់បាទចុះទុនដែលរីកចម្រើនគឺយើងផ្ដើមពីការដែលមិនកុហកខ្លួនឯងបាទច្បាស់ខ្លួនឯងភ្លឺនៅក្នុងផ្លូវហ្នឹងថាយើងមានផ្លូវមួយសម្រាប់ដើរយើងភ្លឺយើងដើរទៅយើងមិនវង្វេងយើងច្បាស់ហើយយើងក៏ធ្វើការប្រមូលទុនដោយទោះបីយើងមិនសូវមានទុនធំក៏ដោយតែយើងត្រូវតែខំប្រឹងសន្សំឲ្យបានមួយដុំដែលអាចទៅទិញជាពូជល្អគេបានកុំទិញញ៉ៃអីសោះណាបងប្អូនគឺយើងយកលុយឲ្យដុំទៅទិញឲ្យបានមន់ដែលថានឹងអាចនាំយើងទៅដល់កន្លែងដែលយើងដាក់គោលដៅបានអញ្ចឹងការដាក់គោលដៅរបស់យើងត្រូវសន្សំយើងត្រូវជ្រើសរើសពូជមន់ដែលល្អបាទហើយកុំប្រាប់ខ្លួនឯងថាអញទិញមិនបានទេបើបងប្អូនមានគំនិតថាអញទិញមិនបានទេខួរក្បាលបងប្អូននឹងដេកមិនធ្វើការទេអញ្ចឹងបងប្អូនថាអញនឹងទិញឲ្យបានក្នុងតម្លៃមន់មេមួយ10000បាតនោះបងប្អូននឹងរកវិធីទិញឲ្យបាននៅក្នុងវិធីណាមួយបាទកុំឲ្យលួចឆក់ប្លន់គេអានឹងជាប់គុកអូអត់បានអត់ណែនាំទេបងប្អូនមែនតើលោកខាងមួយដែរតើតោះជាមួយនឹងការសន្សំដើម្បីទិញមន់ពូជល្អអ្នកខ្លះក៏ទិញកូនមន់ខ្លះក៏ទិញមេបាប៉ុន្តែចំណុចមួយដែលសំខាន់គឺណាសំខាន់ណាគាត់ទិញអត់ត្រូវទៀតទិញអត់ត្រូវបាទអ្វីដែលសំខាន់មួយទៀតគាត់គិតថាបើទិញមេមួយគូបាមួយគូអស់50000ចុះបានតែមួយគូវាត្រូវការពេលវេលាយូរត្រង់ចំណុចហ្នឹងលោកគិតយ៉ាងម៉េចដែរគឺយើងមិនអាចដោះស្រាយបានទេសម្រាប់យើងអ្នកមានទុនតិចគឺត្រូវការចំណាយពេលវេលាហ្នឹងឯងយើងមិនអាចដូចអ្នកដែលគេមានទុនច្រើនទេហើយបើបងប្អូនតាំងចិត្តថានឹងឲ្យជោគជ័យបើគ្រាន់តែទិញម្ដងខុសបងប្អូនជេរគេអ្នកលក់ឲ្យខឹងបងប្អូនមិនបាច់ចាំចូលនៅក្នុងវិស័យហ្នឹងទេគឺត្រូវការគេហៅថាវត្តដូននេះគឺផ្សងប្រេងបងមានខុសមានត្រូវប៉ុន្តែយើងអ្វីដែលយើងជោគជ័យគឺយើងតាំងចិត្តថាយ៉ាងម៉េចឲ្យបានមានមេមួយគេហៅថាមេប្រចាំត្រង់មេដែលដាក់បានណាក៏ឲ្យកូនជុលគោលដៅរបស់យើងគឺយើងចាប់ទៅនឹងបានសិនបើយើងបានកន្លែងហ្នឹងហើយគឺយើងជោគជ័យហើយបាទដូចលោកទៅចាប់ផ្ដើមចូលមកក្នុងវិស័យបាក់សីកាឡាវិញរយៈពេលមិនដល់8ខែនៅឡើយបាទមេបាក៏មិនទាន់ច្រើនទេនៅក្នុងចិត្តលោកវាពេលនេះលោកគិតថា3ឆ្នាំបង3ឆ្នាំខ្ញុំបាទខ្ញុំដាក់គោលដៅ3ឆ្នាំព្រោះខ្ញុំចំណាយនៅក្នុងការដកពិសោធន៍មេខ្ញុំ2ឆ្នាំបងប្អូនអូយបានន័យថាមេខ្ញុំយកមកនេះគឺខ្ញុំទិញពូជល្អមកខ្ញុំមានក្តីសង្ឃឹមថាខ្ញុំទិញត្រូវ 50% បាទពេលដែលខ្ញុំដាក់បាមួយដែលមានកូនជួលកើតខ្ញុំបូកថែម 25% ទៀតបាន75ខ្ញុំដាក់បាមួយទៀតនៅតែឲ្យកូនជួលបកាយខ្ញុំនឹងគិតថាមេនេះគឺជាមេប្រចាំត្រង់របស់ខ្ញុំដែលខ្ញុំជឿជាក់ថាដាក់បាបកាយមកគឺបានកូនប្រើការនៅក្នុងសាវៀនដែលមានគុណភាពបានតែយើងមានរបស់ល្អច្បាស់ណាស់នឹងមានទីផ្សារមិនចេះបាទដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺខ្ញុំអត់មានសម្ពាធនៅខាងការលក់ដូរទេបាទអត់មានសម្ពាធការលក់ដូរអត់មានបងប្អូនមិនទិញទេគឺខ្ញុំចូលបាទមួយសំណួរចុងក្រោយចុះបើសិនបើយើងចិញ្ចឹមយើងដឹងចិញ្ចឹមសត្វប្រឡត់វាប្រឈមមួយការបាត់បង់ចូលជំងឺចូលអីជាដើមតែថាចិញ្ចឹមឬចម្រើនហ្នឹងមិនមែនមាត់ចង្រៃណាបាទវាចូលជំងឺបាត់បង់ធ្វើមិនហ្នឹងយើងទៅយើងត្រូវមានការពារបាទខ្ញុំណែនាំមួយ
វ៉ាក់សាំងមួយមុខគឺការពារជំងឺបានតែមួយមុខទេ បាទ អ្វីដែលសំខាន់គឺស្អាតអនាម័យ បាទ បាទអនាម័យគឺជាចម្បងបំផុតបន្ទាប់មកយើងក៏ប្រើវ៉ាក់សាំងគេហៅថាវ៉ាក់សាំងដែលគេនិយមប្រើទូទៅគឺមានប្រហែលជា4មុខទេអាហ្នឹងយើងទៅកន្លែងលក់ថ្នាំទៅគេណែនាំយើងហើយបាទ បាទអូខេអរគុណច្រើនលោកអង្គបាទអរគុណ អរគុណបាទ